បាទសួស្តីបងប្អូនអរគ្នានឹងឲ្យស្វាគមន៍មកកាន់វីដេអូថ្មីបាទអញ្ចឹងវីដេអូនេះខ្ញុំសូមនិយាយបន្តិចពាក់ព័ន្ធជាមួយនឹងបងប្អូនយើងដែលបានចុច follow page ខ្ញុំបាទហើយគាត់ឲ្យខ្ញុំហ្នឹងសងគាត់វិញហើយខ្ញុំចង់សួរគាត់ថាតើបងប្អូនធ្វើ page រាល់ថ្ងៃហ្នឹងចង់បាន follow ឬមួយបងប្អូនចង់បានលុយពី Facebook ត្រឡប់មកវិញខ្ញុំចង់ប្រាប់បងប្អូនថាការរកលុយពី Facebook page យើងអត់ផ្ដោតលើ follow ទេហើយបងប្អូនអត់ចាំបាច់ថាគេហៅថាប្រើវិធីសាស្ត្រចាស់កម្រិលចំនួនយើងដូរ subscribe គ្នាចំនួនយើងធ្វើ YouTube អាហ្នឹងសម្រាប់អ្នកធ្វើ Facebook page អត់ចាំបាច់ទៅគេហៅថាបដូរ follow គ្នាទេបងប្អូនមិនបាច់ធ្វើវិធីសាស្ត្រហ្នឹងទេហើយមួយទៀតបងប្អូនបើសិនជាគិតថាវីដេអូដែលខ្ញុំធ្វើចែករំលែកទៅបងប្អូនអរគ្នាគិតថាវាមានប្រយោជន៍បងប្អូន follow page ខ្ញុំហ្នឹងបងប្អូននឹងទទួលបានវីដេអូល្អៗក៏ដូចជាការចែករំលែកពីខ្ញុំទៅបងប្អូនគិតថាមានប្រយោជន៍បងប្អូន follow ទៅតែបើសិនជាបងប្អូន follow page ខ្ញុំហើយដើម្បីឲ្យខ្ញុំសងបងប្អូនវិញខ្ញុំគ្មានពេលសងបងប្អូនវិញទេអញ្ចឹងសរុបមកវិញគឺការគេហៅថាការបដូរ follow គ្នាតែប៉ុន្តែការរកលើ Facebook វាអត់ត្រូវក្បួនគ្នាទេបងប្អូនគិតតែពីខំផុសវីដេអូទៅបងប្អូនបាទរឿង follow ហ្នឹងវាគង់ឲ្យឡើងពេលក្រោយទេហើយដូចខ្ញុំបាននិយាយដែរអញ្ចឹងការរកលុយជាមួយនឹង Facebook page តាមរយៈការទទួលបានការ invite CM យើងអត់គិតលើ follow ទេបាទ viewer ក៏អាចនិយាយថាมันជាចំណែកមួយតតឡើងខ្លាំងបានវា invite ទេអត់ទេបងប្អូនវាអាចពេលខ្លះវាពឹងលើសំណាងទេបងប្អូនបាទ follow តិចតួចក៏ដោយreach ឡើងតិចតួចក៏ដោយបើយើងមានសំណាងវានឹងបាន invite ដូចគ្នាទេបងប្អូនបាទអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនយល់ហើយវិធីសាស្ត្រក្នុងការដូរ follow គ្នាហ្នឹងហ្មងផ្អាកហើយវាដូចជាគ្មានជួយអីយើងបានទេបងប្អូនបាទអរគុណច្រើន